ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងតាមដានរឿង Hunter x Hunter បន្តមកទៀតគណៈកម្មការប្រាប់ថាពួកគេនៅសល់ការប្រឡង2ដំណាក់កាលទៀតចប់ហើយសម្រាប់ការប្រឡងដំណាក់កាលទី4គេឲ្យបេក្ខជនម្នាក់ៗចាប់លេខម្នាក់មួយហើយលេខនឹងគឺជាគោលដៅដែលពួកគេត្រូវតែដណ្ដើមពីបេក្ខជនផ្សេងទៀតនៅពេលហ្នឹង Gon ពិតជាសោយខ្លាំងណាស់ចាប់បានលេខ44ដែលជាលេខរបស់ Hisoka លក្ខខណ្ឌរបស់គេគឺលេខខ្លួនឯងដែលពាក់នៅនឹងខ្លួននឹងស្មើ3បន្ទុកលេខគោលដៅដែលពួកគេត្រូវចាប់បានស្មើនឹង3បន្ទុកទៀតហើយលេខផ្សេងទៀតដែលមិនមែនជាគោលដៅរបស់ខ្លួនឯងស្មើនឹង1បន្ទុកសរុបទៅបានអ្នកណាគេយកបាន6បន្ទុកនឹងជាប់ការប្រឡងបន្ទាប់មកគេបានជួនបេក្ខជនទាំង24នាក់ដែលនៅសេសសល់ទៅកាន់កោះមួយនៅក្បែរនោះដើម្បីធ្វើការប្រឡងនៅតាមផ្លូវ Gon មានអារម្មណ៍ថាពិបាកចិត្តដែរហ្នឹងដោយសារតែគាត់នឹងថាគោលដៅរបស់គាត់គឺ Hisoka ដែលខ្លាំងហើយសាហាវទៀតមិនដឹងថាមានវិធីណាដណ្ដើមយកលេខ Hisoka បាននោះទេបន្ទាប់មកពេលទៅដល់កោះ Gon បានតាមខ្លងមើល Hisoka មិនឲ្យគាត់ដឹងខ្លួនឡើយផែនការរបស់គាត់គឺចាំពេលដែល Hisoka ភ្លេចខ្លួនគាត់នឹងប្រើដងសន្ទូចរបស់គាត់ទៅស្ទូចយកលេខរបស់ Hisoka មកតែម្ដងនៅពេលនោះគាត់បានតាមខ្លងមើល Hisoka តាំងពីថ្ងៃរហូតដល់យប់ចុងក្រោយ Hisoka ចាប់ផ្ដើមធ្វើសកម្មភាពព្រោះគាត់ដឹងថាមានគេកំពុងតែតាមដានគាត់នៅពេលនោះ Gon មានអារម្មណ៍ថាភ័យណាស់តែសំណាងល្អអ្នកដែល Hisoka ចាប់បានគឺអ្នកផ្សេងគាត់គិតថានេះគឺជាឱកាសល្អរបស់គាត់ហើយប៉ុន្តែ Hisoka បានប្រយុទ្ធជាមួយនឹងម្នាក់នោះឡើយដោយសារតែម្នាក់នោះមានរបួសស្រាប់គោលការណ៍របស់ Hisoka គឺគាត់អត់ប្រយុទ្ធជាមួយនឹងអ្នកខ្សោយនោះទេក្រោយមកស្រាប់តែមានមជ្ឈលពឹសជាច្រើនបានមកហោះចាក់ម្នាក់នឹងសម្លាប់ចោលជនដៃដល់គឺជាបេក្ខជនម្នាក់ទៀតដែលមានមជ្ឈលពេញខ្លួនគាត់បានប្រាប់ Hisoka ថាម្នាក់នោះគឺជាលេខគោលដៅរបស់គាត់បើស្ដាប់តាមការសន្ទនារបស់ពួកគេជនដៃដល់និង Hisoka គឺជាដៃគូសហការជាមួយគ្នានៅពេលនោះជនដៃដល់បានដកជលចេញពីខ្លួនរបស់គាត់ទាំងអស់ហើយប្រែជារូបរាងថ្មីដែលមើលទៅដូចស្រីអញ្ចឹងតែគាត់ជាមនុស្សប្រុសទេហើយម្នាក់ហ្នឹងគឺជាបងធំរបស់ Killua មានឈ្មោះថា Illumi នៅពេលនេះដោយសារតែគាត់រកបានបន្ទុកគ្រប់6បន្ទុកហើយគាត់ក៏ជីកដីរកកន្លែងដេកសិនរងចាំដល់ការប្រឡងចាប់ចាំចេញមកវិញបន្ទាប់មក Gon បានតាមខ្លងមើល Hisoka បន្តទៀតរហូតដល់យប់នៅពេលនោះ Hisoka បានបញ្ចេញចំហាយអូរ៉ាយ៉ាងខ្លាំងចេញពីខ្លួនចង់ប្រាប់ថាគាត់ឃ្លានខ្លាំងឃ្លានសម្លាប់មនុស្សស្អែកព្រឹកឡើង Hisoka ចាប់ផ្ដើមចេញប្រតិបត្តិការនៅពេលនេះជួបអ្នកណាក៏គាត់សម្លាប់ចោលដែរមិនខ្វល់ថាលេខគោលដៅឬក៏មិនគោលដៅនោះទេចំណែក Gon វិញបានលួចដើរតាមគាត់យ៉ាងសម្ងាត់ព្រោះដឹងថានេះគឺជាឱកាសរបស់គាត់ហើយក្រោយមកមិនយូរប៉ុន្មាន Hisoka បានប្រទះឃើញមនុស្សម្នាក់ហើយក៏សម្រុកចូលទៅដូចមនុស្សឈួតអញ្ចឹងពេលឃើញឱកាសល្អអញ្ចឹង Gon បានប្រើសន្ទូចរបស់គាត់ទៅស្ទូចយកលេខរបស់ Hisoka បានសម្រេចយីអាអូនមិនក៏មកលួចលេខរបស់បងអញ្ចឹងបន្ទាប់មក Gon បានព្យាយាមរត់គេចចេញពី Hisoka យ៉ាងលឿនប៉ុន្តែក្រោយមកមិនដឹងថាយ៉ាងម៉េចទេស្រាប់តែទន់ដៃទន់ជើងដួលផ្កាប់មុខមូលហេតុគឺដោយសារតែគាត់ត្រូវមជ្ឈលពឹសរបស់គេហើយអ្នកដែលបានបាញ់មជ្ឈលពឹសដាក់គាត់គឺបេក្ខជនម្នាក់ទៀតដែលតាមប្រមាញ់ Gon យូរហើយដោយសារតែលេខរបស់ Gon គឺជាគោលដៅរបស់គាត់ក្រោយមកនៅពេលដែលគាត់ដឹងខ្លួនវិញស្រាប់តែអ្នកលួចលេខរបស់គាត់បានមកដួលស្លាប់នៅចំពោះមុខរបស់គាត់ហើយអ្នកដែលបានសម្លាប់ម្នាក់នោះចោលគឺ Hisoka ចៃដន្យណាស់ម្នាក់នោះគឺជាលេខគោលដៅរបស់ Hisoka តែម្ដងដល់ពេលអញ្ចឹងទៅ Hisoka ក៏បានបោះលេខរបស់ Gon រួមទាំងលេខផ្ទាល់ខ្លួនរបស់គាត់គឺជាលេខ44ឲ្យ Gon ផងដែរដោយសារតែគាត់អត់ត្រូវការវាទេប៉ុន្តែ Gon ចិត្តសឿងណាស់អត់ចង់យកលេខនោះដោយងាយៗអញ្ចឹងឡើយហើយចង់បកគលលេខនោះឲ្យ Hisoka វិញនៅពេលនោះ Hisoka បានដើរមកសោយ Gon ម្ដាយម៉ាំងចំមុខផ្លោងយ៉ាងឆ្ងាយហើយនិយាយថាបើសិនជាថ្ងៃណាមួយ Gon អាចវាយគាត់ម្ដាយចំមុខអញ្ចឹងទើបគាត់យកលេខនោះមកវិញគណៈពេលនេះគ្នារបស់ Gon ដូចជា Killua អីបានដើរប្រមូលលេខគ្រប់បន្ទុកអស់ហើយដោយសារតែលេខ Oreo ម្នាក់គត់ដែលមិនទាន់គ្រប់ដោយសារតែគាត់មិនទាន់ឃើញលេខគោលដៅរបស់គាត់បន្ទាប់មក Gon បានទៅជួបជាមួយពួកគេលេខ Oreo ប្រាប់ Gon ថាបេក្ខជនដែលជាគោលដៅរបស់គាត់ឈ្មោះ Ponzo ហើយអាវុធរបស់នាងគឺសារធាតុគីមីដល់ពេលអញ្ចឹងទៅ Gon អាងតែមានចំហហិតក្លិនក៏ជួយលេខ Oreo ហិតក្លិនតាមរកនាងនៅទីបំផុត Gon ហិតដឹងថាទីតាំងរបស់នាងគឺនៅក្នុងរូងភ្នំមួយហើយអត់ចាំយូរទេ លេខ Oreo ក៏ចូលទៅប្រឈមមុខជាមួយនាងនៅពេលចូលទៅដល់ លេខ Oreo ឃើញមនុស្សពីរនាក់ម្នាក់គឺ Ponzo ដែលគាត់ចង់រកចំណែកម្នាក់ទៀតគឺជាបេក្ខជនឈ្មោះ Bolden នៅពេលនោះ Ponzo បានប្រាប់ លេខ Oreo ថាទោះបីជា លេខ Oreo យកលេខរបស់នាងទៅបានហើយក៏ដោយក៏មិនអាចចេញពីកន្លែងនេះបានដែរក្រោយមកនៅខាងក្រៅ Gon ហើយនិង Kurapika ឮសំឡេងលេខ Oreo ស្រែកចេញពីខាងក្នុងរូងភ្នំមកថាកុំឲ្យពួកគេចូលទៅឲ្យសោះប៉ុន្តែដោយសារតែពួកគេព្រួយបារម្ភពីលេខ Oreo ពេកក៏នាំគ្នារត់ចូលទៅពេលចូលទៅដល់ពួកគេបានឃើញលេខ Oreo ត្រូវបានពស់ចឹកឡើងសោះខ្លួនហើយអត់ចាំយូរនោះទេពួកគេក៏បាននាំគ្នាគ្រាលេខ Oreo ទៅរកពេទ្យប៉ុន្តែស្រាប់តែមានពស់ជាច្រើនមកស្ទាក់ផ្លូវពួកគេមិនអនុញ្ញាតឲ្យពួកគេចេញទៅខាងក្រៅបានឡើយPonzo បានប្រាប់ថាពួកអត់ទាំងនឹងគឺជាអន្ទាក់ដែល Burden ជាអ្នកដាក់ប៉ុន្តែនៅពេលនេះ Burden បានស្លាប់អត់ហើយមានន័យថានៅពេលនេះអត់មានអ្នកដោះអន្ទាក់នេះទេដោយសារតែពួកអត់ទាំងនោះស្ដាប់តែបញ្ជា Burden តែម្នាក់គត់ Ponzo បានប្រាប់ថាគឺនាងជាអ្នកសម្លាប់គាត់ដោយអចេតនាតាមឡើយនាងបានតាមដាន Burden ដោយសារតែលេខរបស់ Burden គឺជាលេខគោលដៅរបស់នាងហើយនៅពេលដែល Burden បានចូលរូងភ្នំនោះនាងក៏ដាក់ថ្នាំឲ្យគាត់សន្លប់ក្រោយមកនៅពេលដែលគាត់សន្លប់ហើយនាងបានចូលទៅលួចយកលេខរបស់គាត់ស្រាប់តែមានពស់មួយចំនួនចេញមកការពារគាត់ធ្វើឲ្យនាងភ្ញាក់ហើយស្រែក
សម្រាប់បនសួននៅពេលដែលនាងភ្ញាក់ឬក៏ស្លាប់សត្វឃ្មុំដែលនៅក្នុងមួករបស់នាងនឹងចេញមកការពារហើយនឹងវាយប្រហារសត្រូវរបស់នាងភ្លាមនាងបានដឹងទេថា Burden មានប្រតិកម្មជាមួយនឹងពើរបស់ឃ្មុំដែលបណ្ដាលឲ្យគាត់ស្លាប់នៅពេលនេះការងារសំខាន់ដែលពួកគេត្រូវធ្វើគឺរកថ្នាំបន្សាបជួយLeorioឲ្យបានហើយគាត់នឹងថាអ្នកគ្រប់គ្រងពស់ច្បាស់ជាមានថ្នាំបន្សាបពឹសរបស់ពស់ជាមិនខានពេលអញ្ចឹងទៅគាត់ក៏សម្រុកទៅរាវរាងកាយរបស់ Burden ទោះបីជាត្រូវពស់ខាំក៏គាត់ត្រូវតែបន្ថយដែរហើយទីបំផុតគាត់ពិតជាអាចរកថ្នាំបន្សាបបានពិតមែនបន្ទាប់មកគឺរ៉ាហ្វីកាចាក់ថ្នាំបន្សាបឲ្យLeorioហើយនឹងGonរួចហើយ Gon បាននឹងខ្លួនមកវិញភ្លាមអត់មានបញ្ហាអីទេការងាររបស់ពួកគេបន្តទៀតគឺនាំគ្នាចាក់ចែងពីរូងភ្នំនេះឲ្យបាននៅពេលនោះGonបាននឹកឃើញឲ្យ Ponzo ដាក់ថ្នាំសន្តំក្នុងរូងភ្នំនេះម្ដងទៀតដើម្បីសន្តំពស់នៅក្នុងរូងភ្នំនឹងឲ្យដេកលក់អស់ប៉ុន្តែ Ponzo បាននិយាយថាថ្នាំរបស់នាងមិនមែនសម្លាប់តែពស់ទេមនុស្សក៏សម្លាប់ដែរហើយវាមានប្រសិទ្ធភាពរហូតដល់5នាទីឯណោះបើសិនជាពួកគេចង់អត់ដកដង្ហើមហើយរត់ចេញទៅក៏គ្មានអ្នកណាអាចទប់ដង្ហើមដល់5នាទីដែរប៉ុន្តែGonបានប្រាប់វិញថាអត់អីទេព្រោះគាត់អាចទប់ដង្ហើមរបស់គាត់បានរហូតដល់9នាទី44វិនាទីឯណោះក្រោយពេលឯកភាពគ្នាហើយ Ponzo បានដាក់ថ្នាំសន្តំពួកគេសន្លប់ទាំងអស់គ្នាលើកលែងតែGonម្នាក់ហើយពិតជាអស្ចារ្យណាស់Gonម្នាក់ឯងអាចលីមនុស្សចំនួន3នាក់ឲ្យចាក់ចេញពីរូងភ្នំនោះបានហើយឆ្លៀតពេលទាំងអស់គ្នាកំពុងតែសន្លប់Gonបានដកលេខរបស់ Ponzo ទុកឲ្យLeorioជាថ្លៃឈ្នួលដែលគាត់បានជួយជីវិតរបស់នាងហើយក៏ចាប់ការប្រឡងដំណាក់កាលទី4ផងដែរហើយសាច់រឿងភាគទី6របស់យើងក៏ចាប់តែប៉ុណ្នេះផងដែរអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានរឿងនេះជាមួយខ្ញុំបើអ្នកទាំងអស់គ្នាចូលចិត្តកុំភ្លេចជួយចុច like និង comment ម្នាក់មួយហើយកុំភ្លេចជួយ subscribe channel របស់ខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តដល់រូបខ្ញុំបើចុចរួចហើយជូនពរឲ្យអ្នកទាំងអស់គ្នាសុខភាពល្អនិងអនាគតបបររុងរឿងបាយបាយ